បាទសូមគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទូទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះដែរជួបជាមួយខ្ញុំបាទ MCU ជួបម្ដងទៀតហើយដល់ខ្ញុំបាទសូមពំនាំនៅអំពីហោរាសាស្ត្រក៏ដូចជាជោគជតារាសីឆ្នាំទាំង12ជម្រាបជូនដល់អស់លោកអ្នកបាទនៅពេលនេះឆ្នាំទាំង3ដែលល្អចាប់ពីឆ្នាំ2017រហូតដល់ឆ្នាំ2019បាទចឹងឆ្នាំទាំង3នេះពិតជាមានលក្ខណៈល្អប្រសើរមែនទែនក្នុងរយៈពេល2ឆ្នាំខាងមុខនេះបាទហើយឆ្នាំទាំង3នោះរួមមានបាទចឹងដូច្នេះសូមតាមដានស្ដាប់ជាមួយខ្ញុំបាទសិនបាទបាទអ្នកដែលមាននៅកើតនៅឆ្នាំខាលនេះមានលៀបសំណាងចាប់ដើមល្អចាប់ពីឆ្នាំក្រោយម្យ៉ាងវិញទៀតអ្នកក៏អាចមានរឿងល្អកើតឡើងនៅក្នុងផ្ទះដែរហើយជីវភាពដែលធ្លាប់រស់នៅលំបាកនឹងចាប់ដើមកន្លងផុតទៅហើយបាទនេះគឺជាចំពោះអ្នកដែលកើតឆ្នាំខាលបាទឆ្នាំជូតបន្ទាប់ពីឆ្នាំក្រោយអ្នកដែលកើតនៅឆ្នាំនេះនឹងចាប់ផ្ដើមមានរឿងល្អកើតឡើងនៅ3ឆ្នាំខាងមុខនេះអ្នកនឹងអាចមានអ្នកតាមជួយជានិច្ចហើយមុខរបរដែលធ្លាប់តែរកស៊ីមិនល្អនឹងចាប់ផ្ដើមល្អឡើងវិញនិងចំណេញប្រាក់ច្រើនទៀតផងបាទនេះគឺជាអ្នកដែលកើតនៅចំពោះឆ្នាំជូតបាទអ្នកដែលកើតនៅឆ្នាំមមីអ្នកដែលកើតនៅឆ្នាំមមីនេះចាប់ពីឆ្នាំក្រោយទៅនឹងមានសំណាងហើយមនុស្សអាក្រក់នឹងឃ្លាតឆ្ងាយមានតែមនុស្សដែលតាមជួយទេដែលនៅចិត្តអ្នកនៅ3ឆ្នាំខាងមុខទៀតជីវភាពរបស់អ្នកនឹងកាន់តែល្អប្រសើរឡើងបាទនេះគឺជាក្បួនទុតិយក៏ដូចជាហោរាសាស្ត្រមួយដែលបានលើកឡើងនៅឆ្នាំទាំង3រួមមានឆ្នាំមមីឆ្នាំជូតនិងឆ្នាំខាលនៅក្នុងរយៈពេលចន្លោះចាប់ពីឆ្នាំ2017រហូតដល់ឆ្នាំ2019មានន័យថាឆ្នាំទាំង3នេះគឺមានជីវភាពធូរធារមែនទែនបាទអញ្ចឹងដូច្នេះពុកម៉ែបងប្អូនដែលកំពុងតាមដានស្ដាប់ជាមួយខ្ញុំបាទពិតជាមាននៅឆ្នាំទាំងអស់នេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងរកស៊ីមានបានធូរធារដោយនៅអ្វីដែលខ្ញុំបានជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់ហ្នឹងបាទអញ្ចឹងឆ្នាំទាំង3នេះពិតជាល្អមែនទែនសម្រាប់អ្នកទាំងអស់គ្នាបាទនៅចន្លោះរយៈពេលចាប់ពីឆ្នាំ2017ដល់2019បាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកជូនដល់អស់លោកអ្នកឲ្យបានជ្រាបអំពីរឿងរ៉ាវទាំងអស់នេះដូច្នេះខ្ញុំសូមបញ្ចប់ចំណងចុះសូមពុកម៉ែបងប្អូនជួយ Subscribe ដើម្បីទទួលបាននៅព័ត៌មានជាមួយខ្ញុំបាទក៏ដូចជាហោរាសាស្ត្រជាមួយខ្ញុំបាទជាច្រើននៅបន្តទៀតបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា